Okay, ini yang mau test scanជាមួយនឹង Alphard ឆ្នាំ2011 Dynastic មួយនឹង scan sync tool map យកប្រភេទ Asian នេះយើងយក Toyota អូខេនេះយើងប្រើ Bluetooth យើងស្លេចយក Bluetooth យើងមកកំជាប់ទៅហើយ Alphard យើងយកអឺរ៉ុបយើងសិតរៀននេះយក Europe ស្លេចយកចឹងវាចេញ Wildfire ហើយនឹង Alphard យក Alphard ឆ្នាំ2011ប្រភេទម៉ាស៊ីន TR-FE ចឹងម៉ាស៊ីនវាដូចជាបាឡែតដែរទេ model វា AN82 ចឹងប្រភេទ4ស៊ីឡាំងពី2010អូខេចឹង scan sync tool map នេះវាខ្លាំងទាំងឡានស៊ីនិងឡានចឹងវាចាប់ដល់ scan ចឹង system topology នេះយើងអាច scan មើលទាំងអស់ system នេះយើងselect យកមួយ ADAS calibration យើងអាច calibrate radar parking sensor ចឹងយើងចូលលើក្នុង system topology កន្លែងនេះយើងអាច select យក high speed scan ឬមួយ smart scan បើយើងយក high speed scan វា scan លឿនឥឡូវយើងយក high speed scan ចឹងវាអាច scan ម្ដងបាន5បាន6វាបានលឿនមែនទេចឹងឡាននេះយើងជួសជុលហើយវាមានបញ្ហា steering angle ឥឡូវយើងមើល system វាអូខេទាំងអស់កាលណាយើងដោះចង្កូតមានបញ្ហាដោះចង្កូតទៅយើងអត់បានដាក់ចំចំណុចរបស់វាចឹងវាចេញ steering angle យើងត្រូវសិតវាឡើងវិញជា system នេះយើងអត់មានគូខូដអីទេយើងគ្រាន់តែចង់ដាក់តេស្តមើលចឹងក្នុង option វាធ្វើការខ្លះយើងចូលទៅមើលចុច enter អូខេចឹងយើងអាចមើល code វាអត់មាន code ទេយើងមើល data stream វាយើង select all មកអូខេចឹងវាមានល្បឿនលឿនមែនទែន scan engine speed នេះយើងជុំម៉ាស៊ីនបងម៉ាស៊ីនមួយ number 1 number 2 number 3 number 4យើងមាន speed របស់វាចឹងឡាននេះម៉ាស៊ីនទី1និងទី4ដូចជាមិនសូវស្រួលវាមានលេខវាម៉ាស៊ីនជាវាល្អមកវាស្មើវាឡើងលេខ1ទី2ចឹង data វាមានច្រើនយើងអាចមើលគ្រប់ទាំងអស់តាំងពីប្រអប់លេខតាំងពីម៉ាស៊ីនហើយយើងចូលទៅមើលក្នុង special function នេះចឹងយើងអាច set ប្រអប់លេខយើងអាច set oxygen sensor យើងអាច reset វាឡើងវិញយើងអាច reset reset អីវាក្នុងនេះចឹងយើងសាកចូលទៅមើល reset ប្រអប់លេខយើងចូល reset memory នេះយកអូខេឡាននេះមាន system ច្រើនដែរសាកចូលទៅក្នុងប្រព័ន្ធ ABS anti-lock brake system នេះវា internal អូខេយើងមើល data វា select all អូខេចំណុចនេះបងប្អូនមិនចង់យក select all ទេគាត់អាច select យកមើល data ណាដែលយើងចង់មើលបានហើយឧទាហរណ៍ជួនកាលយើងចង់មើលតែ sensor កង់ទេចឹងយើង select យកតែ sensor កង់មកបានអូខេយើងមើលកង់វាគីឡូវាដើរអត់បើសិនជាវាដើរមិនដើរយើងអាចមើលលេខទៅលើនេះទៅព្រោះយើងរត់ទៅគីឡូវាឡើងចូលមើល special function ទៅមានអីគេយើងអាចសិតវាឧទាហរណ៍ថាយើងដោះស្រាយប្រាំងធ្វើឬមានបញ្ហានៅពេលដែលជួសជុលដុំ ABS អីវាលោត ABS អីយើងអាចចូល test mode នេះអូខេអានេះគឺយើង calibrate វាដូចយើង calibrate វាឡើងវិញអូខេមកអញ្ចឹងវាឲ្យយើងដាក់ឡាននៅកន្លែងស្មើកូដយើងដាក់ត្រង់ពីដៃលេខវានៅទីតាំងពេលម៉ាស៊ីនគឺយើងគ្រាន់តែបើកសោទេម៉ាស៊ីនអត់ទៅ check ទេតោះមកយើងយកអូខេមកអញ្ចឹង reset វាមាន5វិនាទីអូខេចឹងចំពោះឡាន Highlander 0102ដែលយើងដោះស្បែកប្រាំងយើងធ្វើអីវាចេញ VIC យើងអាចសិតតាមលោកពីទីនេះបាទចឹងយើងមើល power steering វា electric motor power steering វាជាកូដវាប្រាប់លើដែរចឹងយើងចូលទៅមើល data stream វាដែរអូខេចឹងយើងកាច់កូដវាដំណើរការ degrade វាយើងចូលមើល special function នៅកន្លែងកូដហ្នឹងយើងអាចស្ទាប់វាឡើងវិញបានដែរដូចជា top sensor adjustment ចឹងសញ្ញានេះដូចគ្នាចឹងកន្លែងនេះគឺនៅពេលដែលយើងដូរវ៉ាន់ជាកូដជាមួយក៏យើងដោះវាធ្វើអីក៏យើងត្រូវសិតដែរអូខេតែនេះយើងអត់មានដូរទេយើងកាន់តែចូលឲ្យបានមើលទេAF ហ្នឹងគឺប្រព័ន្ធភ្លើងមកពីពង driver seat ប្រព័ន្ធ smart key ចឹងការងារវាបានទាំងអស់យើងចូល smart key virtual function យើងអាចបន្ថែមសោយើងអាច register សោនៅលើនឹងបានបើយើងមានសោថ្មីមកយើងអាច key code registration ជាមួយក៏យើងអាចលុបកូដសោទាំងអស់ក៏បានយើងអាចបញ្ជីចូលក៏បាននៅ service function វាមានអីខ្លះនេះពាក់ព័ន្ធមួយទៅ service ទេយើងក្នុង service function យើងអាច reset steering angle reset immobilizer key immobilizer air conditioning software sensor reset យើងអាច reset software បានដែរនៅពេលដែលវាកន្លងទីអត់ស្រួលឡើងចុះអីយើងអាច reset យក electronic control sensor reset memory មកអូខេ steering angle reset នេះគឺយើងធ្វើមិនហើយ
ចូលទៅមើល customize setting យើងអាចបិទបើក tele យើងចង់ចុច2ដងឲ្យ unlock ឬមួយក៏ចុចម្ដងឲ្យ unlock យើងអាចចូល customize setting បាននេះវាមានច្រើនយើងអាចសិតតាមរយៈ tele warning light សិត good coin PSD ក្នុងចំណុចនេះយើងសិត good coin PSD នេះ PSD and PBD operation យើងចំពោះ330សិត good coin វាចូលរបៀបដូចគ្នាទេអញ្ចឹងកន្លែងនេះវាចេញ PSD switch operation PSD booster យើងអាចបិទបើកសំឡេងយើងអាចបញ្ជាវាតាមtele សំខាន់ជាងគេគឺ PSD switch operation នេះចូល PSD នេះមកយើងយកវា 0.8 អូខេអញ្ចឹងយក on បើមិនជាយើងចង់បិទវាកុំឲ្យវា auto យើងយក off អានេះវា on អញ្ចឹងយើងកាន់តែប៉ះវាទៅវានឹងដើរបើយើងអត់ទេយើងយកសិតវានេះយក 0.8 នេះវិញហ្នឹងវាអត់ auto ទេឥឡូវយើងយក on មកអូខេនេះយើងបិទបើកសលេងនៅពេលដែលយើងចុចទៅឲ្យវាលឺសលេងយើងអោយើងចុចគូក្រោយទៅវាអត់លឺទេសលេងជាងឥឡូវយើងយក on វិញដើម្បីវាលឺសលេងអញ្ចឹងវាងាយស្រួលទេបងប្អូនបើយើងសិត3ឲ្យ30អីយើងយកដូចគ្នាអញ្ចឹងចូល PSD speed operation នេះមកហើយយកវា on មកអញ្ចឹងយើងឲ្យវា auto វិញជួនកាលយើងដោះបាតគួយធ្វើនេះធ្វើនោះអីវាបាត់ auto អញ្ចឹងយើងសិតវាឡើងវិញយករបៀបនេះ